សួស្តីមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កម្មវិធីរបស់ Autodesk គឺជាកម្មវិធី AutoCAD ស្រាវជ្រាវ Detailing 2015ហើយកម្មវិធីនេះវាមានសារៈសំខាន់ណាស់សម្រាប់វិស័យសំណង់ស៊ីវិលរបស់យើងហើយសម្រាប់សំខាន់ទៅលើអ្នកណាដែលចង់ខ្លាចជា draftsman មានន័យថាជាអ្នកគូស្រាវជ្រាវទៅឲ្យក្រុមហ៊ុនណាមួយឬក៏ទៅឲ្យឯកជនក្រុមហ៊ុនឯកជនក្រុមហ៊ុនរដ្ឋអញ្ចឹងខ្ញុំសូមណែនាំទាក់ទងជាមួយនឹងកម្មវិធី AutoCAD ស្រាវជ្រាវ Detailing 2015នេះគឺជាទម្រង់របស់កម្មវិធី AutoCAD 2015ខ្ញុំសូមថយក្រោយបន្តិចព្រោះកន្លែងនេះខ្ញុំចូលទៅដល់កម្មវិធីហើយអញ្ចឹងជាទូទៅកម្មវិធី AutoCAD ស្រាវជ្រាវ Detailing គឺនៅពេលដែលយើងបើកមកគឺមានទម្រង់អញ្ចឹងហើយវាមាន3ផ្នែកធំមានថា ASD project មានថា AutoCAD ស្រាវជ្រាវ Detailing project របស់យើងគឺយើងមាន3គឺមានទាក់ទងជាមួយ framework drawing ទាក់ទងជាមួយ reinforcement ហើយនឹងទាក់ទងជាមួយនឹង steel ហើយទាក់ទងជាមួយនឹង framework តើយើងត្រូវធ្វើម៉េច framework គឺកម្មវិធី AutoCAD គឺផ្ដោតរួមទៅលើការគូសស្រាវជ្រាវជាលក្ខណៈ 3D ជាលក្ខណៈគ្រឿងបង្គុំអគារទាំងមូលទាក់ទងជាមួយនៅក្នុងហ្នឹងគឺទាក់ទងជាមួយនឹងធ្នឹមទាក់ទងជាមួយនឹងធ្នឹមសសរ high cap ជាច្រើនក្នុងហ្នឹងខ្ញុំណែនាំឃើញហើយយើងមានសំទោសចាំផ្លែនអូខេចូលហើយមានថានៅក្នុងហ្នឹងគឺយើងអាចគូសស្រាវជ្រាវយើងឬមកុំអគារយើងឡើងជាលក្ខណៈ 3D 3 dimension ទាក់ទងជាមួយនឹង wall ទាក់ទងជាមួយនឹង splitting footing ទាក់ទងជាមួយនឹង beam ទាក់ទងជាមួយនឹង column ទាក់ទងជាមួយនឹង continuous footing ទាក់ទងជាមួយនឹង slab ទាក់ទងជាមួយនឹង ground beam ទាក់ទងជាមួយនឹង roof foundation ឬក៏ទាក់ទងជាមួយ pipe cap របស់យើងហ្នឹងហើយទាក់ទងនឹង stair ទាក់ទងជាមួយនឹង ring beam ទាក់ទងជាមួយនឹង precast element មាន precast element ហ្នឹងវានិយាយអំពីstructure ដែលយើងយកចេញពីរោងចក្រមានថាយើងគូទម្រង់ជា AutoCAD ហើយបោះទម្រង់ឲ្យរោងចក្រគាត់ធ្វើជាលក្ខណៈ precast មានថាវាធ្វើឲ្យស្អីហើយយកមកទៅចាក់ភ្ជាប់គ្នានៅការដ្ឋានអញ្ចឹងអាហ្នឹងគឺជាទម្រង់របស់ AutoCAD ស្រាវជ្រាវ Detailing នៅក្នុងលក្ខណៈជាលក្ខណៈ reinforcement សំទោស framework drawing ហើយបើសិនបើយើងចង់ដឹងទាក់ទងជាមួយនឹង reinforcement គឺថាខ្ញុំបរៀននឹងបញ្ចប់ទាក់ទងជាមួយនឹង AutoCAD ស្រាវជ្រាវ Detailing ទាក់ទងនឹង framework ហើយខ្ញុំចូលទៅ reinforcement ទាក់ទងជាមួយនឹងការ detail ទៅលើគ្រឿងបង្គុំរបស់យើងមានថាយើង detail គ្រឿងបង្គុំឡើងជាលក្ខណៈ beam column ដូចគ្នាយោមអ្វីដែលយើងមាននៅក្នុង framework ទាក់ទងជាមួយ reinforcement ក៏ដូចគ្នាដែរមានថាយើងយកទិន្នន័យពី framework មកប្រើប្រាស់នៅក្នុង reinforcement ហ្នឹងអញ្ចឹងដំបូងផុតខ្ញុំសូមណែនាំអំពីទាក់ទងជាមួយនឹងការគូស framework ហើយនៅក្នុងហ្នឹងគឺវាមានទាក់ទងនឹង steel ហើយទាក់ទងនឹង steel បើខ្ញុំមានពេលខ្ញុំជួយបង្ហាញការងារហ្នឹងបន្តមកទៀតទាក់ទងខ្ញុំចូលទៅលើ framework វិញណា log មក framework វិញ framework គឺវាមានលក្ខណៈអញ្ចឹងហើយខ្ញុំសូមណែនាំប្រសិនជាលក្ខណៈ basic របស់យើងខាងលើនេះគឺទាក់ទងជាមួយនឹង title bar របស់យើង title bar គឺនិយាយអំពីទាក់ទងជាមួយនឹងចំណងជើងdrawing របស់យើងមានថានៅពេលដែលយើងគូស drawing របស់យើងចំណងជើងយ៉ាងម៉េចឧទាហរណ៍ខ្ញុំចង់ save ឯកសារនឹងមួយខ្ញុំដាក់ថា example 1ចុះយើងវាយមក example 1នៅពេលដែលយើង save file នឹងហើយអូខេយើង select វាមកចឹងនៅពេលដែលយើង save ថា example 1គឺវារត់បង្ហាញមិនចេះមានថាវាចូល check នៅ user ឈ្មោះខ្ញុំឲ្យ example 1នៅពេលដែលយើង click save ម្ដងទៀតគឺវាបង្ហាញថា AutoCAD Structural Detailing 2015 example 1នេះអាហ្នឹងតាក់ទងជាមួយនឹង title bar របស់យើងបន្តមកទៀតតាក់ទងជាមួយ menu bar ខាងនេះអ្វីដែលយើងឃើញមកកន្លោះនីមួយៗនេះគេហៅថា menu bar គឺវាមានតួនាទីផ្សេងៗគ្នាតាក់ទងជាមួយនឹងការគ្រប់គ្រងនិងការគូសកម្មវិធី AutoCAD តាក់ទងជាមួយនឹង ASD modeling យើងមានតាក់ទងជាមួយ framework យើងគូសតម្លើងវាជាស្លាក 3D
element ហ្នឹងយើងវាក្របរួមទៅលើការងារយើងទាំងអស់ហ្នឹងហើយតកតងជាមួយ opening មានថាគឺជាកន្លែងសម្រាប់ចោះបើថាយើងចង់ចោះទ្វារចោះប្អួយចោះ slab របស់យើងណាចោះកម្រាលខណ្ឌរបស់យើងហ្នឹងហើយយើងប្រើប្រាស់តកតងជាមួយនឹង opening តកតងនឹង plan នឹងទៅ plan នេះយើងតកតងការ view អីនៅ display តកតងជាមួយនឹងការបង្ហាញលក្ខណៈ 3D របស់អគាររបស់យើងខ្ញុំណែនាំតិចតួចនឹងពេលខ្ញុំសុំអិតនីមួយតកតងជាមួយនឹង copy and move element មានថាកន្លែងនេះគឺជា modify នេះវាមានសារៈសំខាន់សម្រាប់ copy object របស់យើងសិនបើយើងគូស structure អគារនៅជាន់ទី1ហើយយើងចង់ copy វាទៅជាន់ទី2ជាន់ទី3ជាន់ទី n ណាក៏ដោយគឺយើង copy បានមានថាយើង copy តែម្ដងគឺយើងបានជាន់ហើយបើសិនបើជាន់ទី1ជាន់ទី2ជាន់ទី2វាដូចគ្នាប៉ុន្តែនៅក្នុងនេះគឺយើង copy กันនៅឡើងលើចុះក្រោមឯងបើសិនបើយើងចង់ copy ឆ្វេងស្ដាំគឺយើងប្រើ command copy ធម្មតា CO ហ្នឹងឬក៏ CP ហ្នឹងឬក៏ប្រើប្រាស់ tool ធម្មតាមកតកតងជាមួយនឹង tool នេះតកតងជាមួយនឹងការបង្ហាញអគារតកតងជាមួយនឹងការ select object របស់យើងវាទៅ element section by type តកតងជាមួយ element section by section យើងអាចធ្វើការ select object របស់យើងបានតកតងនឹង setting ដូចគ្នា setting នៅក្នុងនេះគឺវាមានលក្ខណៈពិសេសជាង setting AutoCAD ធម្មតាគឺនៅក្នុងនេះគឺយើងអាច set code ស្អីបានបន្តមកទៀតខ្ញុំសូមណែនាំអំពីតកតងជាមួយ job reference របស់យើង job reference នៅក្នុងហ្នឹងគឺគេដាក់ title ថា job reference នៅក្នុងហ្នឹងវាមាន unit database option element dimension line drawing project information តកតងនឹង unit មានថាឯកតារបស់យើងគេសិតឲ្យយើងមានថានៅក្នុងហ្នឹងសំណាញ់ក្នុងកន្លែង name នេះ name យើងអាចដាក់ថា standard 1 standard 1ទីហោទៅកន្លែងនេះតកតងជាមួយនឹងឯកតារបស់យើងសិតឲ្យអស់តែបែបភាសាខ្ញុំធ្លាប់សិតវាទៅវាជា default ហើយតកតងជាមួយនឹងការលុប object នៅកន្លែងនេះឧទាហរណ៍ខាងលើនេះគឺខ្ញុំធ្លាប់បានលុបហើយចឹងវាលេងមាននៅទៀតហើយចឹងកន្លែងនេះបើសិនបើយើងចង់លុបវាមានថាខ្ញុំលុបវាដើម្បីអីមានថាបើសិនបើយើងអត់លុបវាហើយ object ហ្នឹងគឺជាក្រុមហ៊ុនដែលបង្កើតមកវាមានស្រាប់ឲ្យយើងបើសិនបើយើងអត់ត្រូវការប្រើប្រាស់វាទេបើយើងដាក់នៅកន្លែងហ្នឹងគឺវាពិបាកក្នុងការជ្រើសរើសមុខកាត់ឬក៏តាក់ទងជាមួយ material ដែលយើងកក់យកប្រើប្រាស់ហ្នឹងអញ្ចឹងកន្លែងហ្នឹងបើល្អយើងលុបចោលដល់ដូចអញ្ចឹងសងមួយលុបវាចោលយើងដាក់វា0នៅពេលយើងកាត់ខ្លួនឯងតាក់ទងជាមួយ splitting routing យើងអាចលុបវាបានចូលទៅពាក្យ detail មកហើយយើងអាចលុបវាបាន select object ហ្នឹងលុបមកដកលើចេញដល់សារលើយើងអាចលុបបានទេយើងលុបវាមកនេះមួយទៀតយើងលុបបានហើយយើងបិទវាចោលបានតើតើនឹង stair ប្រភេទនៃចដារបស់យើងហ្នឹងយើងចង់ដឹងថាប្រភេទចដាយើងមិនយើងចូលកន្លែងនេះចូលទៅពាក្យថា stair ហ្នឹងមកយើងមានតម្រងហើយដល់ពេលយើងឃើញវាហ្នឹងអាហ្នឹងគឺ sample របស់គេមកស្រេចយើងមកលើវាទៅយើងឃើញតម្រង stair របស់យើងហើយណាយើងចង់បត់បានយើងចង់ធ្វើយ៉ាងម៉េចប៉ុន្តែនៅក្នុងហ្នឹងខ្ញុំនឹងបង្រៀនលោកអ្នកឲ្យចេះគូស stair លក្ខណៈយើងដំឡើងជាលក្ខណៈ 3D ហើយ add object ហ្នឹងឲ្យទៅជា function របស់ ASD វិញអញ្ចឹងកន្លែងហ្នឹងយើងលុបចោលទៅយើងចូលកន្លែង job reference ដដែលមក job reference ហ្នឹងយើងចូលកន្លែង database ទៅតង stair ហ្នឹងគឺយើងលុបចោលហើយមកយើងចូលកន្លែងនេះយើងដកឲ្យចាស់មួយវាជាប់ហើយជាប់អានេះយើងអាចលុបបានអានេះយើងអាចលុបបានទេយើងលុបនេះបានអានេះបានវាចោលទៅតងជា precast element វាអត់មានអីទេយើងនឹងបង្កើតទៅខ្លួនឯងទាក់ទងជាមួយនឹង priority វាមានទាក់ទងជាមួយនឹង element priority មាន wall មាន column មាន beam មាន floor slab មាន lintel ណាទាក់ទងជាមួយនឹង range beam ទាំងអស់ហ្នឹងគឺមានសារៈសំខាន់សម្រាប់ធ្វើគេមានន័យថាបើសិនបើយើងគូសឧទាហរណ៍ឥឡូវគឺឧទាហរណ៍ថា
column ហើយនឹង beam ចុះដល់ពេលដែលយើងគូសសសរហើយបន្ទាប់មកយើងមិនត្រូវគូសធ្នឹមរបស់យើងទៅគងទៅលើ column របស់យើងទៅលើធ្នឹមរបស់យើងសសររបស់យើងមានថាបន្ស៊ីនេះវា40 អញ្ចឹងមានថាអា40ហ្នឹងគឺវាបន្ស៊ីវាឈរទៅលើសសរអញ្ចឹងមានថាអ្វីដែលយើងឃើញនៅពេលដែលមានថារវាងធ្នឹមហើយនឹងសសរគឺកន្លែងដែលយើងបិទចិត្តបាំងចិត្តកន្លែងធ្នឹមហ្នឹងគឺវាឲ្យវាគិតទៅលើវាចូលទៅជាវាគិតទៅលើធ្នឹមវិញវាបស៊ីយកហើយមានថាកន្លែងសាច់បេតុងកន្លែងហ្នឹងបើយើងគិតជា BOQ គិតជា build activity របស់យើងហ្នឹងគឺយើងអាសាច់បេតុងឲ្យយើងយកមកហ្នឹងគឺយើងគិតនៅក្នុងធ្នឹមដូចគ្នាទាំងអស់កន្លែងហ្នឹងយើងយល់មកគឺយល់ទាំងអស់ហើយតើតើជាមួយកន្លែងនេះគឺយើងអត់ចាំបាច់ដូរទេយើងតើតើការសរសេរកូដយើងអត់ចាំបាច់សរសេរស្មុគស្មាញតើតើជាមួយកន្លែងនេះគឺចាំបាច់សិក្សាទេសិតវាទេតើតើកន្លែង dimension នេះគឺយើងអត់ចាំបាច់សិតវាមកប្រើទេសំខាន់បំផុតគឺកន្លែងយើងជំនាញនេះយើងចង់គូជាផ្នែកឯកតាគេដល់មកយើង save object ហ្នឹងមកយើងអូខេទៅជុំមេរ៉ាកន្លែងហ្នឹងបើខ្ញុំវាយ1មីលីម៉ែត្រវាយ1មានស្មើដល់1មីលីម៉ែត្រអញ្ចឹងខ្ញុំចង់គូ1ម៉ែត្រខ្ញុំស្គូវាខ្ញុំវាយវាចំនួន 1000 មកវាស្មើជាមួយនឹង1ម៉ែត្រណាព្រោះឯកតាហ្នឹងជាទូទៅមានថាវាអត់ពាក់ព័ន្ធជាមួយនឹងការគូរបស់យើងនេះទេប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងការបង្ហាញទៅលើ element របស់យើងអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមតែសូមអរគុណ